ពន្លឺព្រះអាទិត្យដែលធ្លាប់តែចែងចាំងនាពេលរសៀលបានត្រូវជំនួសដោយភាពស្រអាប់នៃពពកខ្មៅងឹតដែលកំពុងរំកិលខ្លួនយឺតមកគ្របដណ្ដប់លើបរិវេណសាកលវិទ្យាល័យទាំងមូលសុភ័ក្រអង្គុយនៅក្បែរបង្អួចនៃបណ្ណាល័យដ៏ស្ងប់ស្ងាត់ភ្នែករបស់នាងសម្លឹងទៅក្រៅដោយក្តីបារម្ភព្រោះនាងដឹងយ៉ាងច្បាស់ថានាងមិនបានយកច្ត្រមុកតាមខ្លួនឡើយសំឡេងផ្គរលាន់ក្រហមពីចម្ងាយប្រៀបដូចជាការព្រមានថាព្យុះភ្លៀងដ៏ធំនឹងមកដល់ក្នុងពេលឆាប់នេះខណៈដែលខ្យល់ត្រជាក់បានបក់មកប៉ះស្បែករបស់នាងតាមចន្លោះបង្អួចដែលចំហបន្តិចនាងដកដង្ហើមធំរួចក៏សម្រេចចិត្តប្រមូលសៀវភៅនិងសម្ភារៈសិក្សាដាក់ចូលក្នុងកាបូបមុនពេលដែលមេឃចាប់ផ្ដើមធ្លាក់ភ្លៀងកាន់តែខ្លាំងនៅពេលដែលនាងដើរចេញមកដល់មុខអគារបណ្ណាល័យដំណក់ទឹកភ្លៀងដំបូងបានធ្លាក់មកប៉ះនឹងកម្រាលស៊ីម៉ង់ត៍បង្កើតជាក្លិនដីហួតហែងដែលនាងតែងតែចូលចិត្តប៉ុន្តែមិនយូរប៉ុន្មានភ្លៀងក៏ចាប់ផ្ដើមបង្អុរមកយ៉ាងខ្លាំងរហូតធ្វើឲ្យនាងមិនអាចបោះជំហានទៅមុខទៀតបានសុភ័ក្រឈរអបកាបូបនៅត្រង់មាត់ច្រកចូលដោយសម្លឹងមើលទៅផ្លូវដើរដែលឥឡូវនេះប្រែជាស្រពេចស្រពិលដោយសារស្បៃទឹកភ្លៀងក្នុងចិត្តនាងកំពុងតែបន្ទោសខ្លួនឯងដែលភ្លេចឆែកមើលការព្យាករណ៍អាកាសធាតុក៏ស្រាប់តែមានស្រមោលបុរសម្នាក់ដើរមកឈរក្បែរនាងគេគឺជារតនៈដែលជាសិស្សច្បងម្នាក់ដ៏លេចធ្លោនៅក្នុងមហាវិទ្យាល័យហើយក៏ជាមនុស្សដែលសុភ័ក្រតែងតែលួចសម្លឹងមើលពីចម្ងាយដោយក្តីរំភើបរតនៈមិនបាននិយាយអ្វីឡើយគេគ្រាន់តែឈរសម្លឹងមើលភ្លៀងដោយភាពស្ងប់ស្ងាត់កម្ពស់ដ៏ខ្ពស់ស្រឡះនិងទម្រង់មុខដ៏មុតស្រួចរបស់គេបានធ្វើឲ្យបេះដូងរបស់សុភ័ក្រចាប់ផ្ដើមលោតខុសចង្វាក់នាងព្យាយាមធ្វើជាមិនចាប់អារម្មណ៍ប៉ុន្តែភាពនៅជិតគ្នានេះធ្វើឲ្យនាងមានអារម្មណ៍អន្ទះអន្ទែងយ៉ាងខ្លាំងស្រាប់តែរតនៈងាកមកមើលនាងរួចសួរដោយសម្ដីស្រទន់ថាអត់មានឆាប់មែនទេសំណួរដ៏សាមញ្ញមួយនេះបានធ្វើឲ្យសុភ័ក្រភាំងស្មារតីមួយភ្លែតមុននឹងនាងងក់ក្បាលយឺតជាការឆ្លើយតបរតនៈញឹមបន្តិចដែលជាស្នាមញឹមដ៏កម្រមួយដែលនាងធ្លាប់បានឃើញពីមុនមកគេលើកឆាពណ៌ខ្មៅធំមួយឡើងរួចបន្តសម្ដីបើមិនប្រកាន់ទេទៅជាមួយគ្នាទៅខ្ញុំនឹងជូនទៅដល់ចំណតឡានក្រុងសុភ័ក្រមានអារម្មណ៍ថាដូចជាកំពុងយល់សប្តិនាងស្ទាក់ស្ទើរក្នុងចិត្តប៉ុន្តែក្រឡេកមើលទៅមេឃដែលមិនមានសញ្ញាថានឹងរងភ្លៀងទាល់តែសោះទើបនាងសម្រេចចិត្តទទួលយកការជួយរបស់គេនៅក្រោមឆ័ត្រតែមួយភាពកក់ក្ដៅពីស្មារបស់រតនៈដែលពេលខ្លះប៉ះនឹងស្មារបស់នាងបានធ្វើឲ្យនាងមានអារម្មណ៍ថាពិភពលោកទាំងមូលហាក់ដូចជាមានតែពួកគេពីរនាក់សំឡេងទឹកភ្លៀងដែលធ្លាក់ប៉ះនឹងឆ័ត្រហាក់ដូចជាតន្ត្រីដ៏ពីរោះដែលបំពេអារម្មណ៍ពួកគេឲ្យកាន់តែជិតស្និទ្ធគ្មាននរណាម្នាក់និយាយអ្វីឡើយប៉ុន្តែភាពស្ងៀមស្ងាត់នេះមិនមែនជាភាពអៀនខ្មាសដែលគួរឲ្យធុញទ្រាន់នោះទេវាគឺជាភាពសុខសាន្តមួយដែលសុភ័ក្រមិនដែលបានជួបប្រទះពីមុនមករាល់ជំហានដែលពួកគេដើរទៅមុខហាក់ដូចជាកំពុងនាំពួកគេទៅរកជំពូកថ្មីនៃជីវិតសុភ័ក្របានលួចសម្លឹងមើលទៅដៃរបស់រតនៈដែលកំពុងកាន់ឆ័ត្រយ៉ាងជាប់ឃើញសរសៃឈាមដាច់ដែលបង្ហាញពីភាពរឹងមាំរបស់គេក្នុងចិត្តរបស់នាងចាប់ផ្ដើមមានសំណួរជាច្រើនកើតឡើងតើនេះជាការចៃដន្យឬក៏ជាការកំណត់នៃព្រហ្មលិខិតនៅពេលដែលពួកគេមកដល់ចំណតឡានក្រុងភ្លៀងក៏ចាប់ផ្ដើមស្រាក់បន្តិចរតនៈងាកមកមើលនាងម្ដងទៀតរួចក៏និយាយពាក្យលាដោយក្រសែភ្នែកដែលមានអត្ថន័យជ្រាលជ្រៅសុភ័ក្របានត្រឹមតែអរគុណគេក្នុងចិត្តខណៈដែលនាងមើលតាមកញ្ចក់ឡានក្រុងឃើញរូបរាងរបស់គេដើរចេញទៅយឺតជំពូកទី1នៃរឿងរ៉ាវស្នេហារបស់ពួកគេទើបតែចាប់ផ្ដើមហើយនាងដឹងថានេះនឹងមិនមែនជាការជួបគ្នាលើកចុងក្រោយឡើយភាពកក់ក្ដៅក្នុងចិត្តបានរាលដាលពាសពេញខ្លួនប្រាណទោះបីជាអាកាសធាតុខាងក្រៅត្រជាក់យ៉ាងណាក៏ដោយភាពកក់ក្ដៅក្នុងចិត្តបានរាលដាលពាសពេញខ្លួនប្រាណទោះបីជាអាកាសធាតុខាងក្រៅត្រជាក់យ៉ាងណាក៏ដោយសុភ័ក្រអង្គុយផ្អែកក្បាលនឹងកញ្ចក់ឡានក្រុងដែលនៅមានដំណក់ទឹកភ្លៀងរមៀលធ្លាក់ចុះមកជាជួរហាក់ដូចជាចង្វាក់ភ្លេងដ៏សោកសៅដែលដេញតាមអារម្មណ៍រវើវាយរបស់នាងសម្លឹងមើលទៅក្រៅបង្អួចតាមដានរូបរាងខ្ពស់ស្រឡះរបស់រតនៈដែលកាន់តែឆ្ងាយទៅរហូតបាត់ស្រមោលនៅក្នុងភាពងឹតនៃរាត្រីដែលសើមជោកក្នុងចិត្តរបស់នាងនៅតែមានសំណួរជាច្រើនដែលគ្មានចម្លើយប៉ុន្តែអ្វីដែលច្បាស់បំផុតនោះគឺអារម្មណ៍រំភើបម្យ៉ាងដែលនាងមិនធ្លាប់ជួបប្រទះពីមុនមកឡើយ
นงชีวิตจียุวเตมเนะลานกรงบ้านเฟื่อดำนายืดกัดตามดองเพลอได้เมียนปนหรือเพลิงปัวลืมตุ้มจังชโลเลิบเตเพลอจุกโจมเตอดอยตัดเพลียงบังการบ้านจีตตะเพียบดอโรแมนติกนังอาจกำบังบ่มพอดสำหรับนิ่งนีเปนีเป้หมกดอกเตจูตัวมวยระบอเนียงได้สถัดขนงสังกัดดอสงบสงัดสุแพะบ้านดอกดังหามทมดำใบรมงบจัดรูดก็เรียบจอมดอกกาบบสปีเจงปีสมาเนเป้ได้เนียงลูกได้เตอขนงกาบบดำใบยกสิเพอกำนัดแฮดเจงหมกสรับแต้มเรียมได้เสโลนระบอเนียงบ้านป้านังวัดโทรังมียางได้ตระเจาะสรับข้อปีธรรมดาเนียงบ้านดอกวีเจงหมกมือยืดให้ก็เตระบักพเนกทมโดยเพียบเงียบเอาจีคลังวีคือจีบิกปัวประดอประเนตมวยดามแต่มีนฉลาอซอกระจีเพียซาองเคลยังจัดจ้องเนพในขังเลในบิกนุเนียงนักเคยเพลียมทานี่ประกอบจีบิกระบอรัตนาแดบเราให้จีจรุโจขนงกาบบเนียงโดยอาเจตนาเนเป้ได้เกจุยเรือไอกษาระบอเนียงได้จรุรีไปเนจำนวนล้านกรงกาปีอัมบันเม้งสุแพกันบิกนุจบหนึ่งตรุงอย่างแน่นหากโดยจีจ้องเรซาตุกเนรัวดานในเพียบเกาะกระดาได้มาจ้าระบอเวียบ้านบนซอตุกเอาเนียงขนงรีเตรดอตระเจาะหนึ่งสามจุกเจียมมวยนี้หยบนุสุแพะหะโดยจีสทัดขนงปีพบสุบันเตียงแดเนียงมันตอนบัดพเนกสำราญเนลายรูปเพียบในสนามยำดอสระตุนนังแก้วพเนกดอมุทลาแดโปปิ้งดอยอัธเนยระบอบรอจำไลกมันเนนุบานเด็ดจบขนงอารมณ์เนียงมันอาจบ่มเพลิดบานลายเนียงชงอขนงจัดถาตาเก้กำปงเถื่อไว้ตาเก้เมียนอารมณ์รมเพิบโดยเนียงได้หรือเต้สำนูแต่งนี้บ้านเฟื่อเอาเนียงเก่งปลายปลูคลูนเหมือนเซอลุระโหดดอจิบพลือลูกปรึกประลมเชียนโจหมกดอปุ่นลือเปรอาติดปอเมียดอสระบ่มโปรงบานจางโจตามบ่งอูดบันเด้งเพียบเงิดนังเพียบตระเจาะสระปียกเมงเอาลีซาบโซนอบัตเตอร์สุแพะรีบจอมคลูนเติดเฟื่อกาในกรมหุ่นเนจนาเตยขนงดอละใบมวยกันแหลงแต่เนียงเติบแต่โจบ่มรากาเงียบานเจ็ดมวยชนามกดเนียงเสียเปียยางสมซูนนังเมียนระเบียบเรียบร้อยบ่มพอดจีมวยนังตึกมุกได้หะโดยจีเมียนเรื่องราวแอมละแฮมเละตุกขนงเจ็ดจีจรานได้มันอาจคลายปรับโนนาบานลายปริยากะในขนงการิยาลายเนียปรึกไงจันนี้หะโดยจีเมียนเพียบอูอ้อนังรู้ระเวิกข้อปีธรรมดาเมื่อรวมการเงียระบอเนียงกำปงแตกสับสิวขณีโดยก็ได้รวมเพิ่มอมปีวัดเมียนระบอสมาชิกทำไมได้จีนิยกประจัยเต้มเนะได้นังเตรหมกดักนอมกุมรงดอทมประจำชนามระบอกรมหนเนื้อมองประหายปรำบุญปรึกประเทียนพนัยระบอเนียงบานดาโจหมกขนงบรรทุกประจุมร่วมจีมวยบรอมเนะได้เมียนรูปเรียงขปุสระละนังกรงชุดอาทมปอประเพยางสังหาบ่มพอดเป้ได้สุแพะเงือบมุกล้างสำลังเมื่อโดยเพียบจองดังเนียงสเตอร์แต่ฉุกดอกดังห้ามวยขณะเป้เตอร์ไฮบรอมเนะนุคือจีรตนะบรอได้เนียงบานจูบเนยกรอมดำเนาะตึกเพลียงดอตระเจาะกาปียุกเม้งกำปงแต่โชเนยจมพูมุกเนียนมาดองเตียดขนงเนียมจีสถาปัตกชนามได้นังเตรหมกเฟื่อกาอย่างจิตสนจิมวยเนียนสู้ได้เนะต่างออกเนียขยมชมัวรตนะขยมนังมกตัวบรรทุกจีเนะดักนอมปัจจัยกเตสำหรับกุมรงทำไมระบอยืงจับปีไงนิเตอร์สำเล้งดอกกระอุนกระอ้ายนังเมียนอำนาจระบอเกบ้านเฟื่อเอาเบดงระบอสุแพะหลอดหยับโดยสโควีในขนมตรุงในเป้ได้เกเงียบหมกเมื่อจำเพนกเนียงเกเหมือนบ้านบังฮันเพียบเงียบเอาคลังหนุเตบนใต้สนามยำดอมเมียนมุนสไนในจงมอดระบอเกบ้านปรับเนียงอย่างฉบับถาเก้ก็กำปงแต่เกิดดอกาจูบขณีดอใจดอนอากาปียบเมงโดยขณีบรรทบปีกาประชุมเตรบ้านบรรจบจีเพลการถนะบ้านดาวหมกจิตตเฟือการบสุแพะอย่างยืดเกออนจ้อหมกจิตตเจียเนียงบันติกรูดนิเยดอยสมเลงสราได้โปปิ้งดอยเพียบสนิทสนาวถาโดยได้ขยมบ้านปรับเนียงอันจังสุแพะยืงปิดจีบ้านจูบขณีติดแมนให้เลิกนี้ขยมสังคมทาเนียงนังเหมือนเพลดประโกลบิดสำนางระบอกขยมหมกเวนเตนาสุแพะบ้านตรมแต่อินเปรียนนังบนต้นพเนจโจสรบเปได้เนียงดังอย่างฉบับทาดมนาเรื่องสไนฮาได้เติบแต่จับดามนี้นังกันแต่มีนเพียบแอมละแฮมนังเชียเจริญเลิกเปียไว้ได้เนียงครอบสมัยตกขนงศพบันเตอเตียด
ភាពអៀនព្រានដែលកំពុងតែគ្រប់ដណ្ដប់លើផ្ទៃមុខរបស់សុភ័ក្របានធ្វើឲ្យបេះដូងរបស់នាងលោតញាប់ខុសពីចង្វាក់ធម្មតាខណៈដែលក្លិនទឹកអបបុរសដ៏ស្រាលស្រទន់របស់រតនៈនៅតែដិតជាប់ក្នុងអារម្មណ៍នាងមិនទាន់បាត់ទៅណាឡើយនាងព្យាយាមដកដង្ហើមវែងដើម្បីរងាប់ភាពរំភើបរួចសន្សឹមលូកដៃទៅក្នុងថតទៅធ្វើការយ៉ាងហ្មត់ចត់បំផុតដើម្បីដកយកប្រអប់តូចមួយដែលមានដាក់ប៊ិចពណ៌ប្រាក់យ៉ាងប្រណីតដែលនាងបានរក្សាទុកយ៉ាងមានតម្លៃបំផុតតាំងពីថ្ងៃដំបូងដែលពួកគេបានជួបគ្នាដោយចៃដន្យរតនៈសម្លឹងមើលរាល់កាយវិការរបស់នាងដោយកែវភ្នែកពោពេញដោយភាពកក់ក្ដៅនិងការកោតសរសើរខណៈដែលសហការីផ្សេងទៀតចាប់ផ្ដើមចាក់ចេញពីបន្ទប់ប្រជុំម្ដងម្នាក់បន្សល់ទុកតែពួកគេទាំងពីរនាក់នៅក្នុងភាពស្ងប់ស្ងាត់នៃម៉ោងសម្រាកថ្ងៃត្រង់ដ៏មានន័យបំផុតមួយនេះប៊ិចរបស់អ្នកខ្ញុំមិនដែលភ្លេចវាមួយថ្ងៃណាឡើយហើយខ្ញុំក៏តែងតែសង្ឃឹមថាម្ចាស់របស់វាពិតជាត្រឡប់មកវិញមែននាងនិយាយទាំងអឹមអៀនរួចហុចវត្ថុដែលជាតំណាងនៃអនុស្សាវរីយ៍ដំបូងនោះទៅឲ្យគេវិញដោយដៃដ៏ញាប់ញ័រតិចរតនៈទទួលយកប៊ិចនោះប៉ុន្តែម្រាមដៃដ៏មាំមួនរបស់គេបានប៉ះនឹងម្រាមដៃទន់រលោងរបស់នាងដោយចេតនាដែលធ្វើឲ្យចរន្តនៃភាពកក់ក្ដៅនិងក្ដីស្រឡាញ់រត់កាត់ពេញរាងកាយរបស់សុភ័ក្រភ្លាមគេមិនទាន់ព្រមដកដៃចេញភ្លាមនោះទេផ្ទុយទៅវិញគេបានសម្លឹងចំភ្នែកនាងរួចមានប្រសាសន៍ដោយសំឡេងធ្ងន់ដែលពោរពេញដោយអត្ថន័យថាប៊ិចនេះសំខាន់សម្រាប់ខ្ញុំខ្លាំងណាស់ប៉ុនតែអ្នកដែលបានរក្សាវាទុកឲ្យខ្ញុំយ៉ាងល្អក្នុងរយៈពេល2ឆ្នាំមកនេះគឺរឹតតែមានតម្លៃលើសលប់សម្រាប់ខ្ញុំទៅទៀតដើម្បីជាការអរគុណនិងដើម្បីអបអរការជួបគ្នាជាថ្មីតើខ្ញុំអាចមានកិត្តិយសអញ្ជើញនាងទៅទទួលទានអាហារថ្ងៃត្រង់ដ៏ពិសេសមួយជាមួយគ្នាបានទេសុភ័ក្រមានអារម្មណ៍ថាខ្លួននាងដូចជាកំពុងតែអន្តែតនៅក្នុងសុបិនដ៏ស្រស់ត្រកាលមួយដែលនាងធ្លាប់តែឃើញក្នុងភាពយន្តរ៉ូមែនទិកនាងងក់ក្បាលយល់ព្រមតិចជំនួសឲ្យពាក្យសម្ដីរួចក៏រៀបចំកាបូបដើរតាមពីក្រោយរតនៈចេញពីបន្ទប់ធ្វើការយ៉ាងស្ងៀមស្ងាត់នៅពេលដែលពួកគេដើរកាត់ច្រករបៀងនៃក្រុមហ៊ុនដែលពោរពេញដោយកញ្ចក់ថ្លាឆ្វង់ភ្នែករបស់បុគ្គលិកដទៃទៀតហាក់ដូចជាកំពុងសម្លឹងមកមើលពួកគេដោយការងឿងឆ្ងល់និងលួចច្រណែននឹងភាពស័ក្តិសមគ្នារវាងអ្នកគ្រប់គ្រងវ័យក្មេងដ៏សង្ហានិងបុគ្គលិកថ្មីដ៏ស្រស់ស្អាតម្នាក់នេះប៉ុន្តែរតនៈហាក់ដូចជាមិនខ្វល់ខ្វាយនឹងរសែភ្នែកទាំងនោះទាល់តែសោះគេបានដើរយ៉ាងអង់អាចនៅក្បែរនាងដោយរក្សាជំងាយយ៉ាងសមរម្យប៉ុន្តែបង្ហាញនូវភាពយកចិត្តទុកដាក់បំផុតតាមរយៈកាយវិការបើកទ្វារនិងការនាំផ្លូវនៅពេលដើរចេញមកដល់ខាងក្រៅអគារដ៏ខ្ពស់ស្កឹមស្កៃពន្លឺព្រះអាទិត្យនាពេលថ្ងៃត្រង់បានចាំងជះមកលើពួកគេទាំងពីរយ៉ាងភ្លឺស្វាងប៉ុន្តែវាហាក់ដូចជាមិនក្តៅហែងទាល់តែសោះសម្រាប់សុភ័ក្រព្រោះភាពត្រជាក់ត្រជុំនៃក្តីសង្ឃឹមនិងក្តីស្រឡាញ់កំពុងតែគ្រប់ដណ្ដប់ក្នុងចិត្តនាងយ៉ាងជិតស្និទ្ធរតនៈបានបើកទ្វារឡានទំនើបរបស់គេឲ្យនាងយ៉ាងគួរសមបំផុតដែលធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃនិងត្រូវបានគេផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់នៅខាងក្នុងឡានដែលត្រជាក់ស្រឹបក្លិនទឹកអបបុរសដែលនាងធ្លាប់ស្គាល់និងចងចាំជានិច្ចនោះបានធ្វើឲ្យនាងនឹកឃើញដល់រាដំបូងដែលគេបានជួយរើសសៀវភៅឲ្យនាងនៅកណ្ដាលភ្លៀងតើនាងសុខសប្បាយជាទេក្នុងរយៈពេល2ឆ្នាំដែលពួកយើងបាត់ដំណឹងពីគ្នារតនៈសួរឡើងនៅពេលដែលគេចាប់ផ្ដើមបើកឡានចេញទៅយ៉ាងយឺតតាមដងផ្លូវដែលមានដើមឈើខៀវស្រងាត់សំណួរដ៏សាមញ្ញនេះបានបើកនៅប្រធានបទសន្ទនាដ៏វែងអន្លាយដែលពោរពេញដោយភាពរីករាយនិងភាពស្និទ្ធស្នាលសុភ័ក្របានរៀបរាប់ពីការតស៊ូក្នុងកិច្ចការងារចំណែករតនៈក៏បានចែករំលែកពីបទពិសោធន៍ដែលគេទទួលបាននៅឯបរទេសផងដែរការសន្ទនានេះបានធ្វើឲ្យពួកគេយល់កាន់តែច្បាស់ពីចិត្តគ្នាទៅវិញទៅមកហើយភាពរអាក់រអួលដែលធ្លាប់មាននៅដើមដំបូងក៏ចាប់ផ្ដើមរលាយបាត់ទៅបន្តិចម្ដងជំនួសមកវិញនៅអារម្មណ៍មួយដែលលើសពីមិត្តភាពនិងការងារនៅពេលដែលពួកគេមកដល់ភោជនីយដ្ឋានដែលមានសួនច្បារដ៏ស្រស់ស្អាតនិងមានសំឡេងទឹកធ្លាក់រោមរតនៈបានជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបង្អួចអាចមើលឃើញត្រីប្រាក់ហែលក្នុងស្រះយ៉ាងសប្បាយរីករាយខណៈដែលរង់ចាំអាហារមកដល់គេបានយកប៊ិចសំណាងនោះមកបង្វើក្នុងដៃ
រួចសម្លឹងមើលមុខសុភ័ក្រយ៉ាងជ្រៅទៅក្នុងភ្នែករហូតដល់នាងមានអារម្មណ៍ថាព្រលឹងរបស់នាងហាក់ត្រូវគេស្រូបយកសុភ័ក្រតាមពិតទៅខ្ញុំបានដឹងថាអ្នកធ្វើការនៅទីនេះតាំងពីយូរមកហើយខ្ញុំបានរៀបចំផែនការយ៉ាងហ្មត់ចត់ដើម្បីបានជួបអ្នកម្ដងទៀតព្រោះខ្ញុំមិនចង់ឲ្យឱកាសទីពីរនេះរបូតចេញពីដៃរបស់ខ្ញុំជាលើកទីពីរឡើយគេសុភ័ក្រភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសារភាពដ៏ត្រង់ទៅត្រង់មកនេះនាងមិននឹកស្មានថាបុរសដ៏មានអំណាចនៅចំពោះមុខនាងនេះបានចំណាយពេលគិតគូរនិងរង់ចាំជួបនាងច្រើនយ៉ាងនេះសោះក្តីរំភើបនិងភាពផ្អែមល្ហែមដែលនាងធ្លាប់ស្រមៃឥឡូវនេះវាមិនមែនជាសុបិនទៀតឡើយប៉ុន្តែវាជាការពិតដែលកំពុងតែកើតឡើងនៅចំពោះមុខនាងយ៉ាងច្បាស់ក្រឡែតបំផុតភាពស្ងប់ស្ងាត់បានគ្របដណ្ដប់ពេញបន្ទប់ធ្វើការដ៏ធំទូលាយនោះមួយសន្ទុះខណៈដែលបេះដូងរបស់សុភ័ក្រកំពុងតែលោតញាប់ញ័ររកអ្វីព្រៀបផ្ទឹមពុំបាននាងសម្លឹងមើលទៅក្នុងកែវភ្នែករបស់វីរៈដែលពោរពេញទៅដោយភាពម៉ឺងម៉ាត់ផងនិងភាពទន់ភ្លន់ក្នុងពេលតែមួយនាងមិនធ្លាប់គិតសោះថាខ្លួនឯងមានតម្លៃគ្រប់គ្រាន់ក្នុងការធ្វើឲ្យបុរសម្នាក់ដែលហាក់ដូចជារស់នៅក្នុងពិភពលោកខុសគ្នាស្រឡះពីនាងចំណាយពេលស្វែងរកនិងរៀបចំផែនការយ៉ាងយកចិត្តទុកដាក់បែបនេះឡើយពាក្យសម្ដីរបស់គេនៅតែលាន់នៅរំពងក្នុងត្រចៀកនាងជានិច្ចធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងដូចជានាងមច្ឆាក្នុងរឿងព្រេងនិទានដែលកំពុងជួបព្រះអង្គម្ចាស់ដោយចៃដន្យប៉ុន្តែវាជាការចៃដន្យដែលត្រូវបានកំណត់ទុកជាមុនដោយបេះដូងរបស់គេវីរៈបោះជំហានមួយយឺតចូលមកជិតនាងរហូតដល់នាងអាចធំក្លិនទឹកអប់កាត់ដែលផ្ដល់នូវអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាពគេបន្តដោយសំឡេងស្រទន់ដែលអង្រួនដល់បេះដូងខាងក្នុងខ្ញុំដឹងថាវាអាចនឹងលឿនពេកសម្រាប់អ្នកសុភ័ក្រប៉ុន្តែខ្ញុំមិនចង់លាក់បាំងអារម្មណ៍របស់ខ្លួនឯងទៀតទេតាំងពីថ្ងៃដែលយើងបានជួបគ្នាលើកដំបូងនៅហាងកាហ្វេតូចនោះកាលពី2 ឆ្នាំមុនរូបភាពរបស់អ្នកភាពញឹមរបស់អ្នកនិងភាពរឹងមាំរបស់អ្នកមិនដែលរលត់ចេញពីការចងចាំរបស់ខ្ញុំឡើយទោះបីជាពេលនោះយើងគ្រាន់តែជាមនុស្សចម្លែកដែលអង្គុយទៅជិតគ្នាក៏ដោយសុភ័ក្រមានអារម្មណ៍ថាមុខរបស់នាងចាប់ផ្ដើមក្រហមព្រឿងដោយក្តីអៀនខ្មាសនិងភាពភ្ញាក់ផ្អើលជាខ្លាំងនាងព្យាយាមសម្រួលដង្ហើមដែលកំពុងតែថប់រួចសួរទៅកាន់គេដោយសំឡេងខ្សោយដែលស្ទើរតែស្ដាប់មនុស្សចុះហេតុអ្វីបានជាលោកមិនបង្ហាញខ្លួនឲ្យលឿនជាងនេះហេតុអ្វីត្រូវរង់ចាំរហូតដល់ពេលនេះនិងរៀបចំអ្វីច្រើនយ៉ាងនេះវីរៈញឹមតិចញឹមដែលពោរពេញដោយអត្ថន័យនិងភាពជឿជាក់លើខ្លួនឯងខណៈដែលគេសម្លឹងមើលទៅក្រៅបង្អួចកញ្ចក់ដែលមើលឃើញទិដ្ឋភាពទីក្រុងយ៉ាងច្បាស់ព្រោះខ្ញុំចង់ឲ្យអ្វីគ្រប់យ៉ាងត្រឹមត្រូវបំផុតសម្រាប់យើងទាំងពីរខ្ញុំចង់ចូលមកក្នុងជីវិតអ្នកនៅពេលដែលខ្ញុំអាចធានាបានថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអ្នកពីសម្ពាធជុំវិញខ្លួននិងផ្ដល់ភាពជឿជាក់ដល់អ្នកបានយ៉ាងពិតប្រាកដខ្ញុំមិនចង់ឲ្យអ្នកមកក្បែរខ្ញុំក្នុងនាមជាមនុស្សម្នាក់ដែលគ្រាន់តែឆ្លងកាត់នោះទេប៉ុន្តែក្នុងនាមជាមនុស្សម្នាក់ដែលនឹងដើរទៅមុខជាមួយខ្ញុំជារៀងរហូតសម្ដីទាំងនេះប្រៀបដូចជាទឹកមន្តដ៏ត្រជាក់ត្រជុំមកស្រោចស្រពលើបេះដូងដែលធ្លាប់តែឯកោនិងស្ងួតហួតហែងរបស់នាងមកជាយូរឆ្នាំមកហើយទោះជាយ៉ាងណាក្នុងចិត្តរបស់សុភ័ក្រនៅតែមានមន្ទិលនិងភាពភ័យខ្លាចខ្លះលាក់កំបាំងនៅឡើយនាងដឹងច្បាស់ថាឋានៈរបស់គេនិងនាងមានគម្លាតខុសគ្នាខ្លាំងណាស់នាងគ្រាន់តែជាបុគ្គលិកការិយាល័យធម្មតាម្នាក់ដែលមានជីវភាពមធ្យមនិងរស់នៅយ៉ាងសាមញ្ញចំណែកគេគឺជាអគ្គនាយកក្រុមហ៊ុនដ៏មានឥទ្ធិពលនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គមជាន់ខ្ពស់បំផុតវីរៈហាក់ដូចជាអានចិត្តរបស់នាងដាច់គេក៏លើកដៃទៅចាប់ដៃនាងថ្នមដើម្បីផ្ដល់កម្លាំងចិត្តកម្ដៅចេញពីបាតដៃដ៏ធំទូលាយរបស់គេបានផ្ទេរមកកាន់ម្រាមដៃតូចរបស់នាងធ្វើឲ្យនាងមានអារម្មណ៍
រំភើបលាយឡំនឹងភាពកក់ក្ដៅយ៉ាងចម្លែកដែលនាងមិនធ្លាប់បានទទួលពីមុនមកក្នុងឆាកជីវិតរបស់នាងឡើយ កុំបារម្ភអីសុភ័ក្រពិភពលោកខាងក្រៅអាចនឹងមើលមកយើងខុសគ្នាឬព្យាយាមដាក់សម្ពាធលើទំនាក់ទំនងនេះប៉ុន្តែសម្រាប់ខ្ញុំអ្នកគឺជាមនុស្សតែម្នាក់គត់ដែលបេះដូងខ្ញុំជ្រើសរើសតាំងពីដំបូងបំផុតគេអន់មុខមកចិត្តនាងបន្តិចភ្នែកទាំងគូសម្លឹងគ្នាទៅវិញទៅមកដោយក្តីប្រាថ្នា នឹងការសន្យាដ៏ជ្រាលជ្រៅបំផុតដែលចេញពីចិត្តក្នុងខណៈដែលបរិយាកាសកំពុងតែប្រែជាផ្អែមល្ហែមនិងពោរពេញដោយមន្តស្នេហ៍នោះស្រាប់តែសំឡេងគោះទ្វារយ៉ាងខ្លាំងបានបន្លឺឡើងតុកធ្វើឲ្យអ្នកទាំងពីរភ្ញាក់ព្រឺត ទ្វារបន្ទប់ត្រូវបានរុញបើកយ៉ាងប្រញាប់ប្រញាល់បង្ហាញឲ្យឃើញវត្តមានរបស់លេខាផ្ទាល់ខ្លួនរបស់វីរៈដែលមានទឹកមុខស្លេកស្លាំងនិងបារម្ភយ៉ាងខ្លាំងអ្នកទាំងពីរប្រញាប់ដកដៃចេញពីគ្នាភ្លាមដោយភាពរអ៊ីសចិត្តបំផុតលេខានោះនិយាយដោយដង្ហើមដង្ហក់ថាសូមទោសលោកអគ្គនាយកមានរឿងធំហើយ ការដ្ឋានសំណង់នៅភាគខាងត្បូងមានបញ្ហាបាក់រលំហើយឥឡូវនេះប៉ូលីសនិងអ្នកកាសែតកំពុងតែសម្រុកទៅទីនោះយ៉ាងច្រើនកុះករលោកត្រូវតែទៅដោះស្រាយជាបន្ទាន់បើមិនដូច្នោះទេកេរ្តិ៍ឈ្មោះក្រុមហ៊ុននឹងត្រូវខូចខាត សេចក្តីរាយការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានធ្វើឲ្យបរិយាកាសដែលធ្លាប់តែផ្អែមល្ហែមប្រែជាដានតឹងនិងត្រជាក់ស្រុបភ្លាមវីរៈងាកមកមើលសុភ័ក្រដោយក្រសែភ្នែកដែលពោរពេញដោយការស្ដាយក្រោយប៉ុន្តែគេដឹងថាខ្លួនឯងគ្មានជម្រើសឡើយក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះនាងងក់ក្បាលតិចក្នុងន័យយល់ចិត្តគេតែក្នុងចិត្តនាងចាប់ផ្ដើមព្រួយបារម្ភយ៉ាងខ្លាំងថាតើនេះគឺជាឧបសគ្គដំបូងដែលកំពុងតែសាកល្បងស្នេហារបស់ពួកគេមែនទេឬមួយក៏មានអ្នកណាម្នាក់នៅពីក្រោយរឿងនេះដើម្បីបំបែកបំបាក់ពួកគេទាំងពីរនាងងក់ក្បាលតិចក្នុងន័យយល់ចិត្តគេតែក្នុងចិត្តនាងចាប់ផ្ដើមព្រួយបារម្ភយ៉ាងខ្លាំងថាតើនេះគឺជាឧបសគ្គដំបូងដែលកំពុងតែសាកល្បងស្នេហារបស់ពួកគេមែនទេឬមួយក៏មានអ្នកណាម្នាក់នៅពីក្រោយរឿងនេះដើម្បីបំបែកបំបាក់ពួកគេទាំងពីរសំឡេងម៉ាស៊ីនឡានរបស់វីរៈដែលបន្លឺឡើងយ៉ាងខ្លាំងមុននឹងបោះពួយចេញទៅយ៉ាងលឿនបានបន្សល់ទុកនៅផ្សែងពណ៌ស្ដាងនិងភាពឯកោដែលចូលមកគ្រប់ដណ្ដប់បេះដូងរបស់សុភ័ក្រភ្លាមនាងឈរនៅទីនោះទាំងអាឡោះអាល័យខ្យល់ត្រជាក់នៃពេលប្រលប់បានបក់មកប៉ះកាយធ្វើឲ្យនាងញាប់ញ័រប៉ុន្តែវាមិនស្មើនឹងភាពត្រជាក់ដែលកំពុងចាក់ដោតក្នុងអារម្មណ៍នាងឡើយនាងដឹងថាវីរៈគឺជាមនុស្សម្នាក់ដែលឲ្យតម្លៃលើការងារនិងកេរ្តិ៍ឈ្មោះគ្រួសារជាធំប៉ុន្តែភាពប្រញាប់ប្រញាល់ខុសពីធម្មតានេះបានធ្វើឲ្យនាងមានអារម្មណ៍មិនល្អទាល់តែសោះក្នុងចិត្តនាងហាក់ដូចជាមានប្រផ្នូលអ្វីម្យ៉ាងអែងប្រាប់ថារឿងរ៉ាវដែលកំពុងកើតឡើងនៅក្រុមហ៊ុននោះមិនមែនជារឿងចៃដន្យធម្មតានោះទេខណៈពេលដែលវីរៈកំពុងស្ថិតក្នុងឡានដៃទាំងពីររបស់គេក្តាប់ចង្កូតយ៉ាងណែនរហូតដល់ឡើងសរសៃដៃភ្នែករបស់គេសម្លឹងត្រង់ទៅមុខដោយភាពតានតឹងបំផុតក្នុងចិត្តរបស់គេកំពុងតែវិលវល់គិតដល់សេចក្តីរាយការណ៍ដែលទើបតែទទួលបានថាមានការបែកធ្លាយឯកសារដេញថ្លៃគម្រោងយក្សរបស់ក្រុមហ៊ុនដែលជាគម្រោងដ៏សំខាន់បំផុតសម្រាប់អនាគតរបស់គេនិងគ្រួសារប្រសិនបើព័ត៌មានសម្ងាត់នេះធ្លាក់ទៅក្នុងដៃគូប្រកួតប្រជែងពិតមែននោះអ្វីដែលគេបានខំប្រឹងប្រែងសាងសង់មកជាច្រើនឆ្នាំនឹងត្រូវរលាយជាអាសាបងភ្លាមប៉ុន្តែអ្វីដែលធ្វើឲ្យគេឆ្ងល់បំផុតនោះគឺតើឯកសារដែលរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុតនោះអាចបែកធ្លាយដោយរបៀបណាតើមានដង្កូវក្នុងសាច់ឬក៏មានផែនការអាក្រក់ណាមួយដែលគេមើលមិនឃើញ
នៅពេលវីរៈមកដល់ក្រុមហ៊ុនបរិយាកាសនៅក្នុងការិយាល័យពោរពេញដោយភាពច្របូកច្របល់និងភាពភ័យខ្លាចបុគ្គលិកផ្នែកបច្ចេកទេសកំពុងតែវាយក្តារចុចកុំព្យូទ័រយ៉ាងញាប់ដៃដើម្បីព្យាយាមទប់ស្កាត់ការលេចធ្លាយទិន្នន័យបន្ថែមវីរៈដើរចូលទៅដោយទឹកមុខមាំនិងបង្កប់ដោយអំណាចដែលធ្វើឲ្យគ្រប់គ្នាស្ងាត់ជ្រោមប្រាប់ខ្ញុំភ្លាមតើវាចាប់ផ្ដើមចេញពីទីណាវីរៈសួរទៅកាន់ប្រធានផ្នែកព័ត៌មានវិទ្យាដោយសំឡេងត្រជាក់ស្រុបបាទលោកអគ្គនាយកតាមការត្រួតពិនិត្យដំបូងវាហាក់ដូចជាមានអ្នកប្រើប្រាស់លេខកូដសម្ងាត់របស់ថ្នាក់ដឹកនាំដើម្បីចូលទៅទាញយកទិន្នន័យនេះចេញមកក្រៅបុគ្គលិកនោះឆ្លើយទាំងបែកញើសជោគថ្ងាសដំណឹងនេះបានធ្វើឲ្យវីរៈក្តៅស្លឹកត្រចៀកភ្លាមលេខកូដសម្ងាត់នោះមានតែមនុស្សមិនប៉ុន្មានអ្នកប៉ុណ្ណោះដែលដឹងខណៈពេលដែលគេកំពុងតែវិភាគរកមុខសញ្ញាជនសង្ស័យទូរស័ព្ទរបស់គេក៏រោទឡើងសារជាថ្មីវាគឺជាសារពីលេខមិនស្គាល់អត្តសញ្ញាណមួយដែលផ្ញើរូបថតមួយសន្លឹកមកឲ្យគេរូបថតនោះគឺជាសកម្មភាពដែលគេកំពុងតែញ៉ាំអាហារយ៉ាងផ្អែមល្ហែមជាមួយសុភ័ក្រកាលពីប៉ុន្មានម៉ោងមុននេះឯងព្រមជាមួយសារខ្លីមួយថាជ្រើសរើសទៅរវាងស្រីដែលឯងស្រឡាញ់និងភាពជោគជ័យនៃក្រុមហ៊ុនរបស់ឯងនេះគ្រាន់តែជាការព្រមានដំបូងប៉ុណ្ណោះវីរៈមានអារម្មណ៍ថាឈាមក្នុងខ្លួនពុះកញ្ជ្រោលខ្លាំងគេមិនខ្លាចការបាត់បង់ប្រកាសទេប៉ុន្តែគេមិនអាចទទួលយកបានឡើយនៅការយកសុភ័ក្រមកធ្វើជាឧបករណ៍ក្នុងការគំរាមកំហែងបែបនេះគេដឹងច្បាស់ហើយថារឿងនេះមិនមែនជារឿងជំនួញធម្មតាទេវាគឺជាការរៀបចំទុកជាមុនដើម្បីបំផ្លាញរូបគេនិងសុភ័ក្រក្នុងពេលតែមួយចំណែកឯសុភ័ក្រវិញនាងមិនអាចអង្គុយចាំនៅផ្ទះដោយស្ងប់ចិត្តបានឡើយនាងសម្រេចចិត្តជិះតាក់ស៊ីទៅកាន់ក្រុមហ៊ុនរបស់វីរៈទាំងយប់នៅពេលនាងមកដល់មុខអគារខ្ពស់ស្កឹមស្កៃនាងបានឃើញឡានរបស់ស្រីស្អាតម្នាក់ដែលនាងធ្លាប់ជួបក្នុងពិធីជប់លៀងពីមុនគឺម៉ូនីកាកូនស្រីម្ចាស់ភាគហ៊ុនធំម្នាក់ដែលតែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយវីរៈហួសពីព្រំដែនម៉ូនីកាដើរចេញពីក្រុមហ៊ុនដោយទឹកមុខញឹមប្រកបដោយល្បិចកលដែលធ្វើឲ្យសុភ័ក្រចាប់ផ្ដើមសង្ស័យកាន់តែខ្លាំងឡើងសុភ័ក្រប្រញាប់ដើរចូលទៅខាងក្នុងរហូតដល់បន្ទប់ធ្វើការរបស់វីរៈនាងឃើញគេកំពុងឈរមើលទៅក្រៅបង្អួចទាំងក្តីកង្វល់វីរៈនាងហៅឈ្មោះគេតិចវីរៈងាកមកហើយនៅពេលឃើញនាងទឹកមុខដែលធ្លាប់តែរឹងមាំក៏ប្រែជាទន់ភ្លន់ភ្លាមគេដើរមកនាងយ៉ាងណែនហាក់ដូចជាចង់ការពារនាងពីគ្រោះថ្នាក់ទាំងពួងសុភ័ក្រខ្ញុំសុំទោសដែលធ្វើឲ្យអូនត្រូវមកពាក់ព័ន្ធនឹងរឿងអាក្រក់បែបនេះគេនិយាយទាំងដកដង្ហើមធំមានរឿងអ្វីកើតឡើងឲ្យប្រាកដទៅវីរៈតើវាតាក់ទងនឹងរូបខ្ញុំមែនទេសុភ័ក្រសួរដោយភាពស្មោះត្រង់វីរៈមិនបានឆ្លើយភ្លាមទេប៉ុន្តែគេបានហុចទូរស័ព្ទដែលមានសារគំរាមនោះឲ្យនាងមើលសុភ័ក្របើកភ្នែកធំទាំងភាពតក់ស្លុតជាខ្លាំងនាងដឹងហើយថាផ្លូវស្នេហាមួយនេះនឹងមិនងាយស្រួលដូចដែលនាងធ្លាប់គិតឡើយស្ត្រូវដែលកំពុងលាក់ខ្លួននៅក្នុងទីងឹតកំពុងតែរង់ចាំឱកាសដើម្បីកំទេចអ្វីគ្រប់យ៉ាងដែលពួកគេមានប៉ុន្តែក្នុងក្រសែភ្នែករបស់ពួកគេទាំងពីរនៅពេលនេះភាពភ័យខ្លាចត្រូវបានជំនួសដោយភាពតាំងចិត្តកាន់តែខ្លាំងក្នុងការស្វែងរកការពិតនិងប្រឈមមុខនឹងឧបសគ្គនេះជាមួយគ្នាទោះបីជាត្រូវប្តូរដោយអ្វីក៏ដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបានគ្របដណ្ដប់លើបរិយាកាសជុំវិញខ្លួនពួកគេខណៈដែលពន្លឺភ្លើងទូរស័ព្ទនៅតែជិះទៅលើផ្ទៃមុខដែលពោរពេញដោយក្តីបារម្ភរបស់សុភ័ក្រនាងសម្លឹងមើលអក្សរនីមួយក្នុងសារនោះដោយញ័រដៃប៉ុន្តែកែវភ្នែករបស់នាងបានបង្ហាញពីភាពរឹងមាំដែលវីរៈមិនធ្លាប់ឃើញពីមុនមកយើងមិនអាចបណ្ដោយឲ្យរឿងនេះបំភ័យយើងបានទេ
បងវីរៈសុភ័ក្រនិយាយដោយសំឡេងមាត់រឹងនាងងើបមុខមើលវីរៈដែលកំពុងឈរនៅចំពោះមុខហាក់ដូចជាកំពុងស្វែងរកកម្លាំងចិត្តនិងភាពកក់ក្ដៅពីគ្នាទៅវិញទៅមកក្នុងគ្រាដ៏ខ្មៅងឹតនេះដើម្បីត្រៀមខ្លួនប្រឈមមុខនឹងអ្វីដែលនឹងមកដល់វីរៈដកដង្ហើមធំរួចក៏កាន់ដៃសុភ័ក្រយ៉ាងណែនបំផុតបងដឹងប៉ុន្តែបងមិនចង់ឲ្យអូនមានគ្រោះថ្នាក់ដោយសារតែបងឡើយមនុស្សដែលផ្ញើសារគំរាមកំហែងនេះច្បាស់ជាស្គាល់យើងទាំងពីរច្បាស់ណាស់ហើយគេដឹងពីចំណុចខ្សោយរបស់យើងគេចាប់ផ្ដើមគិតទៅដល់មនុស្សជុំវិញខ្លួនតាំងពីមិត្តភ័ក្តិរួមការងាររហូតដល់គូប្រជែងក្នុងជំនួញប៉ុន្តែគ្មានអ្នកណាម្នាក់ដែលហាក់ដូចជាមានចិត្តសាហាវឃោរឃៅដល់ថ្នាក់នេះឡើយពួកគេទាំងពីរបានសម្រេចចិត្តចាកចេញពីទីកន្លែងនោះភ្លាមហើយធ្វើដំណើរទៅកាន់ហាងកាហ្វេតូចមួយដែលនៅស្ងប់ស្ងាត់ដើម្បីពិភាក្សាគ្នាពីជំហានបន្ទាប់ដោយការប្រុងប្រយ័ត្ននៅខាងក្នុងហាងកាហ្វេដែលមានពន្លឺភ្លើងស្រអាប់វីរៈបានចាប់ផ្ដើមរៀបរាប់ពីហេតុការណ៍ចម្លែកដែលបានកើតឡើងចំពោះគេក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកាលពីម្សិលមិញបងមានអារម្មណ៍ថាមានឡានមួយគ្រឿងតាមដានបងតាំងពីចេញពីផ្ទះរហូតដល់កន្លែងធ្វើការហើយថែមទាំងមានមនុស្សចម្លែកម្នាក់តាមសម្លឹងមើលបងពីចម្ងាយទៀតផងសុភ័ក្រខំបូរមាត់រួចក៏រំលឹកឡើងវិញនៅរឿងរ៉ាវខ្លះចុះបើវាតាក់ទងនឹងរឿងអតីតកាលរបស់បងឬក៏អ្នកណាម្នាក់ដែលមិនចង់ឃើញយើងមានសេចក្តីសុខជាមួយគ្នាសំណួរដ៏ស៊ីជម្រៅនេះបានធ្វើឲ្យវីរៈបង្អង់ការគិតបន្តិចរួចរូបភាពមនុស្សម្នាក់ក៏ផុសឡើងក្នុងខួរក្បាលរបស់គេភ្លាមចក្រាវីរៈបន្លឺឈ្មោះនេះឡើងដោយសំឡេងខ្សោយតែពោរពេញដោយភាពប្រាកដប្រជាគេទើបតែត្រឡប់មកពីបរទេសវិញកាលពីសប្តាហ៍មុនបងមិនដែលគិតទាល់តែសោះថាគេនៅតែចងគំនុំសងសឹកជាមួយបងដល់ថ្នាក់ហ៊ានប្រើវិធីទាបថោកបែបនេះសុភ័ក្រទោះបីជាមានអារម្មណ៍ភ័យខ្លាចក្នុងចិត្តខ្លះប៉ុន្តែនាងមិនព្រមដកថយឡើយបើជាគេពិតមែនយើងត្រូវតែរកភស្តុតាងឲ្យឃើញដើម្បីបញ្ឈប់គេឲ្យបានទាន់ពេលវេលាយើងមិនអាចរស់នៅក្នុងភាពភ័យខ្លាចនិងស្រមោលអតីតកាលបែបនេះជារៀងរហូតបានទេបងត្រូវតែរឹងមាំឡើងពេញមួយយប់នោះពួកគេទាំងពីរមិនបានសម្រាកឡើយវីរៈនិងសុភ័ក្របានចាប់ផ្ដើមស្រាវជ្រាវតាមរយៈបណ្ដាញសង្គមនិងសួរនាំមិត្តភ័ក្តិដែលធ្លាប់ស្គាល់ចារាពួកគេបានដឹងព័ត៌មានដ៏សំខាន់មួយថាចារាកំពុងស្នាក់នៅក្នុងផ្ទះសំណាក់លាក់ខ្លួនមួយកន្លែងនៅតំបន់ជីក្រុងភាពតាំងចិត្តនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបានជំរុញឲ្យពួកគេសម្រេចចិត្តធ្វើដំណើរទៅកាន់ទីនោះនៅពេលព្រឹកព្រលឹមដើម្បីប្រឈមមុខនឹងការពិតដែលកំពុងលាក់កំបាំងជាយូរមកហើយមុនពេលចេញដំណើរវីរៈបានសម្លឹងមើលសុភ័ក្រដោយក្តីស្រឡាញ់និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតអូនមិនចាំបាច់ធ្វើបែបនេះជាមួយបងទេសុភ័ក្រវាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អូនសុភ័ក្រញឹមយ៉ាងស្រទន់ដែលបង្កប់ដោយភាពជឿជាក់រួចដាក់ដៃលើស្មារបស់គេយ៉ាងកក់ក្ដៅបងបានប្រាប់ហើយតើថាយើងនឹងប្រឈមមុខនឹងវាជាមួយគ្នាទោះជាត្រូវហែលឆ្លងសមុទ្រភ្លើងក៏ដោយស្នេហារបស់យើងមិនមែនត្រឹមតែជារឿងផ្អែមល្ហែមក្នុងពេលមានក្តីសុខប៉ុណ្ណោះទេប៉ុន្តែវាគឺជាការការពារនិងជាបង្អែកឲ្យគ្នាទៅវិញទៅមកក្នុងគ្រាលំបាកបែបនេះសម្ដីរបស់នាងបានក្លាយជាអាវក្រោះដ៏រឹងមាំនិងជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់វីរៈពួកគេបានបើកឡានឆ្ពោះទៅកាន់ជីក្រុងខណៈដែលព្រះអាទិត្យចាប់ផ្ដើមរះជាពន្លឺពណ៌មាសកាត់តាមជួរដើមឈើធំបរិយាកាសកាន់តែតានតឹងឡើងនៅពេលពួកគេកាន់តែគៀកនឹងគោលដៅដែលបានកំណត់វីរៈអាចមានអារម្មណ៍ថាបេះដូងរបស់គេលោតញាប់ដូចជាចង្វាក់ភ្លេងដែលមិនចេះឈប់ឈរប៉ុន្តែគេមានភាពជឿជាក់បំផុតព្រោះមានសុភ័ក្រនៅក្បែរមិនឃ្លាតនៅពេលពួកគេមកដល់ផ្ទះសំណាក់ដែលមើលទៅស្ងប់ស្ងាត់នោះព
ពួកគេបានឃើញឡានពណ៌ខ្មៅមួយគ្រឿងដែលវីរៈធ្លាប់បានឃើញតាមដានគេកាលពីថ្ងៃមុននេះគឺជាភស្តុតាងដែលច្បាស់ដូចថ្ងៃដែលមិនអាចប្រកែកបានឡើយគេពិតជានៅទីនេះមែនវីរៈនិយាយដោយសំឡេងមុតមាំនិងមានអំណាចគេងាកមកមើលសុភ័ក្ររួចងក់ក្បាលជាសញ្ញាឲ្យគ្នាទៅវិញទៅមកពួកគេដើរសំដៅទៅកាន់បន្ទប់លេខ204ដែលជាកន្លែងដែលចក្រាស្នាក់នៅដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុតគ្រប់ជំហានដែលពួកគេដើរទៅមុខគឺជាជំហានឆ្ពោះទៅរកការបញ្ចប់នៃភាពអាថ៌កំបាំងដែលបានរំខានដល់ជីវិតស្នេហារបស់ពួកគេសុភ័ក្រដកដង្ហើមវែងដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងនាងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងព្យុះភ្លៀងដែលកំពុងរង់ចាំនៅពីក្រោយទ្វារឈើនោះពួកគេដឹងច្បាស់ថាមិនថាមានអ្វីកើតឡើងនៅខាងក្នុងនោះទេនេហារបស់ពួកគេនឹងក្លាយជាពន្លឺបំភ្លឺផ្លូវនិងជាខែលការពារយ៉ាងរឹងមាំបំផុតដែលគ្មានអ្វីអាចកំទេចបានឡើយជំពូកទី5ពីពន្លឺនៃការពិតនិងការចាប់ផ្ដើមថ្មីនៅចំពោះមុខទ្វារឈើចាស់នៃបន្ទប់លេខ204នោះសុភ័ក្រមានអារម្មណ៍ថាបេះដូងរបស់នាងលោតញាប់ញ័រដូចជាចង្វាក់ភ្លេងដែលមិនអាចគ្រប់គ្រងបានដៃរបស់នាងដែលកំពុងកាន់ដៃរតនៈយ៉ាងណែននោះចាប់ផ្ដើមចេញញើសត្រជាក់ប៉ុន្តែភាពកក់ក្ដៅដែលបញ្ជូនមកពីបាតដៃដ៏រឹងមាំរបស់គេបានក្លាយជាបង្អែកដ៏មានសុវត្ថិភាពបំផុតសម្រាប់នាងក្នុងគ្រានេះគ្រប់ដង្ហើមដែលនាងដកចូលហាក់ដូចជាការប្រមូលកម្លាំងចិត្តចុងក្រោយដើម្បីប្រឈមមុខនឹងការពិតដែលនៅពីក្រោយទ្វារនោះនាងលើកដៃគោះទ្វារតិច3ដងប៉ុន្តែគ្មានសំឡេងឆ្លើយតបវិញឡើយក្រៅពីភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចដែលរោបដណ្ដប់ពេញច្រករបៀងនៃអគារស្នាក់នៅនេះដោយមិនចង់បង្អង់យូរទៀតរតនៈក៏ងក់ក្បាលផ្ដល់សញ្ញារួចពួកគេទាំងពីរក៏សម្រេចចិត្តរុញទ្វារដែលមិនបានដាក់គន្លឹះនោះចូលទៅយឺតតាមដែលអាចធ្វើទៅបាននៅក្នុងបន្ទប់ដ៏មានពន្លឺព្រិលដែលចាំងជិះចូលតាមចន្លោះវាំងននចក្រាកំពុងអង្គុយនៅលើកៅអីឈើក្បែរបង្អួចសម្លឹងមើលទៅខាងក្រៅដោយខ្សែភ្នែកស្រងូតស្រងាត់បំផុតនៅពេលដែលឮសំឡេងជើងរបស់ពួកគេបោះចូលមកគេមិនបានបង្ហាញអាការៈភ្ញាក់ផ្អើលអ្វីឡើយផ្ទុយទៅវិញគេបែរជាញឹមតិចដោយភាពស្ងប់ស្ងាត់ហាក់ដូចជាបានដឹងជាមុននឹងរងចាំវត្តមានរបស់ពួកគេមកដល់តាំងពីយូរណាស់មកហើយសុភ័ក្របោះជំហានទៅមុខទាំងខ្លួនប្រាញាប់ញ័ររួចសួរដោយសំឡេងខ្សោយថាហេតុអ្វីបានជាបងធ្វើបែបនេះចរាហេតុអ្វីបានជាបងព្យាយាមបំបែកបំបាក់ពួកយើងនិងបង្កើតរឿងរ៉ាវអាថ៌កំបាំងជាច្រើនម្ល៉េះតើបងដឹងទេថាវាធ្វើឲ្យពួកយើងឈឺចាប់ប៉ុណ្ណាចរាដកដង្ហើមធំវែងមុននឹងក្រោកឈរឡើងយឺតរួចហុចថតឯកសារពណ៌ត្នោតមួយដែលដាក់នៅលើតុឲ្យទៅពួកគេនៅក្នុងនោះមានលិខិតនិងភស្តុតាងជាច្រើនដែលបង្ហាញថាអ្វីគ្រប់យ៉ាងដែលគេបានធ្វើកន្លងមកគឺដើម្បីការពារសុភ័ក្រពីគ្រោះថ្នាក់នៃជម្លោះពាក់ព័ន្ធនឹងបំណុលចាស់របស់គ្រួសារកាលពីអតីតកាលដែលនាងមិនដែលបានដឹងយូរគេសុខចិត្តទទួលយកការយល់ច្រឡំនិងដើរតួជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាសូម្បីតែប្អូនស្រីបង្កើតរបស់ខ្លួនដើម្បីឲ្យនាងមានសុវត្ថិភាពនិងនៅឆ្ងាយពីពួកមនុស្សងឹតដែលកំពុងតាមលងបន្លាចគ្រួសាររបស់គេការពិតដែលត្រូវបានកប់ទុកក្នុងភាពងឹតជាច្រើនឆ្នាំឥឡូវនេះត្រូវបានលាតត្រដាងយ៉ាងច្បាស់នៅចំពោះមុខពួកគេទាំងពីរទឹកភ្នែករបស់សុភ័ក្របានហូរស្រក់ចុះមកលើថ្ពាល់ដោយមិនដឹងខ្លួនវាគឺជាការលាយឡំគ្នារវាងការឈឺចាប់ដែលបានរលាយសាបសូន្យការភ្ញាក់ផ្អើលចំពោះការពិតដែលនឹកស្មានមិនដល់និងការអាណិតអាសូរដ៏ជ្រាលជ្រៅចំពោះបងប្រុសដែលនាងធ្លាប់តែខឹងសម្បាចរាបានដើរមកជិត
រួចដាក់ដៃលើស្មារបស់នាងយ៉ាងស្រទន់គឺបងសុំទោសដែលធ្វើឲ្យឯងពិបាកចិត្តប៉ុន្តែឥឡូវនេះគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់ហើយស្នេហារបស់ឯងទាំងពីរគឺជារឿងដ៏ស្រស់ស្អាតបំផុតដែលបងចង់ឃើញមិនមែនចង់បំផ្លាញវាចោលនោះទេភាពអាប់អួរដែលធ្លាប់តែគ្របដណ្ដប់លើជីវិតស្នេហារបស់ពួកគេបានរលាយសាបសូន្យអត់ទៅដូចជាអប់ដែលត្រូវកម្ដៅថ្ងៃនាពេលព្រឹកព្រលឹមសុភ័ក្រងាកមកមើលមុខរតនៈវិញដោយមានស្នាមញញឹមដែលពោរពេញដោយក្តីសង្ឃឹមនិងការទុកចិត្តយ៉ាងមុតមាំពួកគេបានដឹងយ៉ាងច្បាស់ថាទោះបីជាមានឧបសគ្គធំធេងយ៉ាងណាក៏ដោយដរាបណាពួកគេមានភាពស្មោះត្រង់និងការទុកចិត្តគ្នានោះគ្មានអ្វីក្នុងโลกនេះអាចបំបែកបំបាក់ចំណងស្នេហ៍របស់ពួកគេបានឡើយនៅពេលដែលពួកគេទាំងពីរដើរចេញពីបន្ទប់នោះពន្លឺព្រះអាទិត្យរៀបលេចពណ៌មាសដ៏ស្រស់ត្រកាលបានចាំងជះមកលើផ្លូវដើរបង្កើតបានជាទិដ្ឋភាពដ៏រ៉ូមែនទិកបំផុតចរាឈរមើលពួកគេបោះជំហានចេញទៅដោយស្នាមញញឹមដ៏ស្ងប់ចិត្តព្រោះគេដឹងថាភារកិច្ចការពារមនុស្សដែលគេស្រឡាញ់បំផុតបានបញ្ចប់ដោយជោគជ័យហើយសុភ័ក្រនិងរតនៈបានបោះជំហានទៅមុខដោយភាពជឿជាក់និងមានមោទនភាពចំពោះស្នេហារបស់ខ្លួនពួកគេមិនត្រឹមតែបានរកឃើញការពិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានពង្រឹងចំណងចិត្តឲ្យកាន់តែរឹងមាំនិងមានន័យជាងមុនរាប់ពាន់ដងរាត្រីដែលធ្លាប់តែវែងឆ្ងាយនិងពោរពេញដោយភាពមន្ទិលសង្ស័យបានកន្លងផុតទៅជំនួសមកវិញនៅពន្លឺនៃសុភមង្គលដែលនឹងស្ថិតស្ថេរជារៀងរហូតស្នេហាកំឡោះក្រមុំដែលធ្លាប់តែត្រូវបានសាកល្បងដោយឧបសគ្គជីវិតឥឡូវនេះបានក្លាយជាមេរៀនជីវិតដ៏មានតម្លៃនិងជាការចងចាំដ៏ផ្អែមល្ហែមបំផុតសម្រាប់ពួកគេទាំងពីរនៅក្នុងទំព័រជីវិតថ្មីដែលទើបនឹងចាប់ផ្ដើមពួកគេកាន់ដៃគ្នាដើរសំដៅទៅរកអនាគតដ៏ភ្លឺស្វាងដែលគ្មានភាពអាថ៌កំបាំងណាមកបាំងមុខទៀតឡើយ